ជំរាបសួរបងប្អូនទាំងគ្នារិស័យម៉ាប់ថ្ងៃទី10ខែ4ឆ្នាំ2025គឺជាថ្ងៃដីដកមកជាមួយនឹងរកាហើយរកាមានធាតុមាសដកនៅពីក្រោមអញ្ចឹងចំពោះបងប្អូននៅគាត់ត្រូវការធាតុដីនិងធាតុមាសគឺហេងហើយជាពិសេសអ្នកដែលគាត់មានរោងក្នុងតួរិស័យមានឆ្លូវជាមួយនឹងម្សាញ់នៅក្នុងតួរិស័យបងប្អូនមានសត្វទាំង3ហ្នឹងហេងហើយបើសិនជាតិថីយើងត្រូវការធាតុដីនិងធាតុមាសទៀតគឺកាន់តែល្អហើយចំពោះបងប្អូនដែលមានបញ្ហាឆុងគឺអ្នកដែលគាត់មានថាសក្នុងតួរិស័យមិនថានៅក្នុងម៉ោងកើតថ្ងៃកើតខែកើតឬមកក៏ឆ្នាំកើតដែរបងប្អូនត្រូវមានការប្រុងប្រយ័ត្នបើបងប្អូនមានថាសនៅក្នុងម៉ោងកើតគឺមានបញ្ហាជាមួយនឹងកូនចៅបុគ្គលិកឬមកក៏មានបញ្ហារបួសជើងបើបងប្អូនទាំងគ្នាមាននៅក្នុងថ្ងៃកើតគឺមានបញ្ហាជាមួយនឹងជីវិតគូប្តីប្រពន្ធតំណែងស្នេហាសង្សារហើយនឹងមានបញ្ហាអវយវៈក្នុងពោះមានថាសនៅក្នុងខែកើតគឺមានបញ្ហាចំពោះការងាររបររកស៊ីឬមកក៏ជាមួយនឹងមនុស្សមានអាយុច្រើនជាងយើងជាមួយនឹងម្ដាយឪពុកឬមកក៏មានបញ្ហាផ្នែកទ្រូងហើយចំណែកបងប្អូនដែលគាត់មានថាសនៅក្នុងឆ្នាំកើតគឺមានបញ្ហាចំពោះចាស់ទុំមានរឿងជាមួយនឹងចាស់ទុំអ្នកធំឬមួយក៏ចាស់អ្នកដែលមានឋានៈជាចាស់ទុំយើងហើយមានបញ្ហាផ្នែកក្បាលអញ្ចឹងបងប្អូនត្រូវមានការប្រុងប្រយ័ត្នទៅតាមតួនីមួយៗដែលបងប្អូនមានសម្រាប់មានថាសក្នុងតួរាសីហើយរីឯបងប្អូនដែលគាត់មានម៉ម៉ែចជាមួយនឹងកលក៏បងប្អូនត្រូវមានការប្រុងប្រយ័ត្នដូចគ្នាដែរហើយជាពិសេសតែថៃយើងអត់ត្រូវការធាតុដីនិងធាតុមាសនឹងអ្នកដែលមានម៉ម៉ែចជាមួយនឹងកលហ្នឹងគឺអត់មានបញ្ហាខ្លាំងដូចថាសទេថាសអត់មានបញ្ហាខ្លាំងជាងទិសអសរប្រចាំថ្ងៃគឺនៅខាងកើតប្រចាំខែខាងត្បូងប្រចាំឆ្នាំខាងកើតអញ្ចឹងនៅសល់ចន្លោះល្អខាងលិចនិងខាងជើងផ្កាយលេខ7ហោះចូលទីតាំងកដាលលេខ9នៅខាងលិចលេខ3នៅខាងជើងចំលេខ8នៅជើងឈិងលិចចឹងបងប្អូនអាចទាញប្រយោជន៍ពីផ្កាយល្អទិសល្អទាំងនឹងបានហើយព្យាយាមកុំរង្គោះរង្គើជួសជុលដាំស្វានទិសអសរជាពិសេសប្រចាំខែនិងប្រចាំឆ្នាំមិនថាតើបងប្អូនជួសជុលទេសំបីតែដាក់ធុងបាសចាក់លឺឬមួយក៏រង្គោះរង្គើអីខ្លាំងហ្នឹងគឺបងប្អូនត្រូវជិះវាងអញ្ចឹងណាហើយថ្ងៃនេះមកមានប៉ុណ្្នឹងឯងបងប្អូនទាំងគ្នាសង្ឃឹមថាបងប្អូនទាញបានប្រយោជន៍ពីវីដេអូមួយនេះហើយសូមបងប្អូនទាំងគ្នាជួយ like ជាមួយនឹងជួយ share ដើម្បីបានឃើញវីដេអូហុងស៊ុយជារៀងរាល់ថ្ងៃអរគុណច្រើនបងប្អូនទាំងគ្នាជំរាបលា